ប្រសិនបើអ្នកទាំងអស់គ្នាដឹងថាខ្លួនឯងមានជំងឺមហារីកដំណាក់កាលទី4ណាតើអ្នកទាំងអស់គ្នានៅតែមានអារម្មណ៍បំពេញការងារជាធម្មតាដែរអត់សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងមកជួបគ្នាសាជាថ្មីនៅក្នុងកម្មវិធី K9 Podcast រដូវកាលទី2របស់កម្មវិធីក្លាហាន9នៅក្នុងសប្តាហ៍នេះយើងនឹងទៅចែកលើប្រធានបទមួយថាតើការលើកទឹកចិត្តខ្លួនឯងវាសំខាន់ប៉ុណ្ណានៅក្នុងជីវិតរស់នៅប្រចាំថ្ងៃដែលនៅក្នុងសប្តាហ៍នេះយើងមានយុវជនម្នាក់ចូលរួមនៅក្នុងការទៅចែកលើប្រធានបទមួយនេះឥឡូវនេះគាត់កំពុងតែមានវត្តមាននៅជិតខ្ញុំកុំឲ្យខាតពេលយូរយើងជួបគាត់ទាំងអស់គ្នាបាទសួស្តីអូនជំរាបសួរបងខ្ញុំឈ្មោះធីវីរៈហើយអ្វីដែលបងបានដឹងពីវីរៈទៀតវីរៈគឺជាអ្នកនិពន្ធឯករាជ្យផងដែរចឹងមិនថាតាក់ទងការសរសេរអីក៏ធ្លាប់មានបទពិសោធន៍កន្លងមកដែរបាទបងចំពោះបទពិសោធន៍ទាក់ទងនឹងការសរសេរគឺខ្ញុំបានចូលរួមរយៈពេលឈានទៅដល់2ឆ្នាំដែរនៅក្នុងការចាប់ផ្ដើមសរសេរចាប់ផ្ដើមពី start up រហូតដល់សរសេរបានជាអត្ថបទឬហើយនឹងសភៅនៅក្នុងការបោះពុម្ពបានមួយចំនួនដែរចុះការតែងនិពន្ធនេះវីរៈធ្វើដោយម្នាក់ឯងទេឬក៏មានការចូលរួមពីអ្នកនិពន្ធផ្សេងណាទៀតទេនៅក្នុងការបោះចេញជាសមិទ្ធផលសភៅហ្នឹងបាទចំពោះការសរសេរនិងនិពន្ធនិងចងក្រងគឺយើងមានសហនិពន្ធពីអ្នកនិពន្ធដទៃទៀតហើយដើម្បីចងក្រងជាសភៅមួយចេញបានប្រិយមិត្តទាំងអស់គ្នាប្រហែលជាឆ្ងល់ថាហេតុអីបានជាវីរៈចូលរួមជាមួយពួកយើងនៅក្នុងថ្ងៃនេះចែករំលែកលើប្រធានបទការលើកទឹកចិត្តខ្លួនឯងហេតុអីបានជាយើងទៅចែកមកសន្ទុះនឹងមកបទពិសោធន៍របស់គាត់ជាអ្នកតែងនិពន្ធជាអ្នកធ្វើការស្ម័គ្រចិត្តនៅក្នុងបណ្ណាល័យភូមិឬក៏ជាសិស្សសាមញ្ញធម្មតាហេតុអីបានជាគាត់អាចនិយាយតាក់ទងនឹងការលើកទឹកចិត្តខ្លួនឯងនេះបានកន្លែងនេះចង់បញ្ជាក់ជូនអ្នកទាំងអស់គ្នាផងដែរថាវីរៈគឺជាយុវជនម្នាក់ដែលឆ្លងកាត់រឿងច្រើនហើយក្នុងពេលបច្ចុប្បន្នឬក៏2ឆ្នាំចុងក្រោយនេះវីរៈគឺជាយុវជនម្នាក់ដែលមានផ្ទុកជំងឺមហារីកវីរៈអាចប្រាប់ប្រិមិត្តបានទេថាមហារីកដំណាក់កាលទីប្រមាណហើយជាមហារីកអីដែរវាជាមហារីកកូនកណ្ដុរដែលយើងហៅជាទូទៅហើយភាសាអង់គ្លេសហៅថា lymphoma cancer ហើយជាអកុសលក៏យើងរកឃើញនៅក្នុងដំណាក់កាលចុងក្រោយដំណាក់កាលទី4ដោយស្មោះត្រង់អ្នកទាំងអស់គ្នាប្រសិនបើរឿងនេះអាចកើតឡើងមកលើខ្ញុំក៏ខ្ញុំអត់ដឹងថាខ្ញុំអាចទទួលវាបានប៉ុណ្ណាដែរប៉ុន្តែខ្ញុំមានអារម្មណ៍មួយថាមោទនភាពចំពោះវីរៈដែលវីរៈអាចជួបរឿងនេះរយៈពេល2ឆ្នាំប៉ុន្តែវីរៈនៅតែមានភាពក្លាហានចូលរួមជាមួយនឹងកម្មវិធីរបស់យើងហើយនៅអាចនិយាយជាមួយខ្ញុំដោយមានភាពក្លាហានវីរៈអាចជួយប្រាប់អារម្មណ៍បងបានទេថានៅពេលដែលដឹងភ្លាមអារម្មណ៍វីរៈមិនដែរដំបូងឡើយគ្រូពេទ្យប្រាប់ត្រឹមគ្រួសារទេប៉ុន្តែដល់ពេលបន្ទាប់ទៀតខ្ញុំបានឮដោយចៃដន្យធម្មតាវានឹងតក់ស្លុតនៅពេលមុនដំបូងខ្ញុំធ្លាប់ឮពីអ្នកផ្សេងថានៅពេលដែលយើងមានជំងឺអីមួយនៅពេលដែលយើងបាក់ទឹកចិត្តទៀតវានឹងធ្វើឲ្យកាន់តែទ្រុឌទ្រោមអញ្ចឹងក៏ខ្ញុំត្រឡប់មកវិញថាបើសិនជាខ្ញុំទៅផ្លូវដូចគេហ្នឹងតើវានឹងទៅជាយ៉ាងណាអញ្ចឹងក៏យើងទទួលយកវាហើយដំណាក់កាលបន្ទាប់ត្រូវធ្វើអីក៏យើងត្រូវតែធ្វើដើម្បីឲ្យវាប្រសើរឡើងដែរវីរៈអាចជួយប្រាប់បងបានទេថានៅពេលដែលគេឮនិយាយទៅមួយម៉ាត់ប៉ុណ្ណឹងវីរៈរឹងមាំភ្លាមឬក៏មានកត្តាអីផ្សេងទៀតដែលធ្វើឲ្យវីរៈកាន់តែរឹងមាំដែលអាចឲ្យខ្លួនឯងមានជំហររហូតដល់2ឆ្នាំនេះដោយសារមានការគ្រប់គ្រងពីគ្រួសារដែលគាត់ទៅជាមួយហើយគាត់នឹងនៅតែរួមដំណើរជាមួយយើងទៅទោះជាមានរឿងអីក៏ដោយមិនមានមនុស្សច្រើនទេដែលឆ្លងកាត់បទពិសោធន៍មួយហ្នឹងហើយខ្ញុំគិតថាវាអាចជាការលើកទឹកចិត្តដល់អ្នកដែលកំពុងតែជួបការលំបាកឬក៏មានជួបកលៈទេសៈណាដែលរៀបនឹងបោះបង់លើរឿងអីមួយខ្ញុំតែងតែលើពាក្យដែលគេនិយាយពីមុនមកថាចិត្តយើងគឺជាប្រធានអញ្ចឹងមានថាចិត្តយើងគឺសំខាន់ខ្លាំងមែនទែននៅក្នុងជីវិតយើងបើផ្លូវចិត្តយើងរឹងមាំជីវិតយើងនឹងរឹងមាំដូចគ្នាហើយខ្ញុំគិតថាផ្លូវចិត្តហ្នឹងវាមានឥទ្ធិពលលើរាងកាយដូចគ្នាអញ្ចឹងកំឡុងពេលដែលខ្ញុំសម្រាប់នៅផ្ទះក៏យើងអត់ទុកពេលវេលាដើម្បីគិតច្រើនអំពីបញ្ហាដែលយើងកំពុងមានហ្នឹងទេខ្ញុំបដូរទៅជាយើងយកគោះក្បាលឬក៏ចិត្តយើងហ្នឹងទៅយកសភៅដើម្បីមកអានដើម្បីពង្រឹងចិត្តយើងបន្ថែមអញ្ចឹងវាជាផ្នែកមួយដែលសំខាន់នៅក្នុងការឆ្លងកាត់ការពិបាករបស់ខ្ញុំដូចគ្នាចុះស្ថានភាពជំងឺរាល់ថ្ងៃវាអាចប្រាប់បងបានទេថាវាប្រសើរបានប៉ុណ្ណាហើយនៅតែត្រូវការតាមដានរបៀបមិនខ្លះជាប្រចាំខែប្រចាំថ្ងៃទៅយើងក៏បានឆ្លងប្រទេសដើម្បីព្យាបាលហើយពេលហ្នឹងវាចម្ងាយកាន់តែឆ្ងាយជាងមុនទៀតយើងឃើញថាវាមានប្រសិទ្ធភាពអញ្ចឹងក៏យើងបន្តទៅព្យាបាលនៅទីហ្នឹងប៉ុន្តែយើងដឹងហើយថានៅពេលដែលចម្ងាយឆ្ងាយហើយឆ្លងប្រទេសទៀតគឺការចំណាយក៏ច្រើនដូចគ្នាជាក់ស្ដែងយើងអត់មានធនធានទេនៅក្នុងគ្រួសារប៉ុន្តែគ្រួសារនៅតែស្វាស្វែងរកធនធានទាំងខ្ចីទាំងពឹងពាក់បងប្អូនដើម្បីគៀងបានថវិកាខ្លះដើម្បីបញ្ជូនទៅការព្យាបាលឲ្យប្រសើរអញ្ចឹងក្រុមជំនួយទាំងហ្នឹងហើយនឹងផ្លូវចិត្តរបស់យើងផ្ទាល់
ហើយនឹងការគ្រប់គ្រងពីគ្រួសារក៏ធ្វើឲ្យដំណើររបស់យើងនឹងវាបានដល់មកកម្រិតទៀតដែលឃើញពន្លឺភ្លឺស្វាងតិចឡើងមកវិញ បើសិនបើអ្នកទាំងអស់គ្នាលំបាកនឹងមានអ្នកដែលលំបាកជាងអ្នកទាំងអស់គ្នាជាពិសេសគឺការប្រឈមជាមួយនឹងបញ្ហាជំងឺដ៏កាចសាហាវមួយនេះត្រូវជួបនៅអារម្មណ៍បែបណាខ្លះក្នុងរយៈពេល2ឆ្នាំទើបបានមានសុខភាពប្រសើរមកអង្គុយជាមួយបងក្នុងពេលហ្នឹង ដំបូងឡើយនៅពេលដែលយើងដឹងភ្លាមគឺយើងចាប់ផ្ដើមទៅពីសៀមរាបទៅភ្នំពេញដើម្បីព្យាបាលនៅទីនោះនៅពេលដែលយើងកំពុងតែមានការឈឺចាប់ហើយយើងត្រូវធ្វើដំណើរឆ្ងាយហើយត្រូវធ្វើសកម្មភាពច្រើនអញ្ចឹងពេលហ្នឹងសំបីតែអង្គុយក៏យើងមិនអាចអង្គុយជាប់ស្រួលបួលដែរគឺវាមានការឈឺចាប់ខ្លាំងអញ្ចឹងយើងអាចសម័យលេងថាយើងទ្រាំឈឺចាប់6 7ម៉ោងនៅមួយកន្លែងហ្នឹងវាមានអារម្មណ៍បែបណាទៅជាមួយម៉ាក់ហើយម៉ាក់គាត់ជាមនុស្សចាស់ដែលអត់សូវយល់ពីបរិបទថ្មីច្រើនហើយនឹងកន្លែងដែលថ្មីទេអញ្ចឹងការប្រឈមមុខគឺមានបញ្ហាច្រើន ចុះសមាជិកគ្រួសារផ្សេងទៀត ជាក់ស្ដែងសមាជិកគ្រួសារខ្ញុំដែលគោលគឺមានតែ3នាក់ទេខ្ញុំបងប្អូន2នាក់ហើយនឹងម៉ាក់ ចុះប៉ា ប៉ាគាត់អត់បាននៅជាមួយគ្រួសារយើងទេដោយសារតែគាត់បែកទៅមានគ្រួសារមួយទៀត សំទោសដែលបងសួរហ្នឹងមានពេលណាមួយដែលវិរៈគិតថាលែងចង់ធ្វើឲ្យខ្លួនឯងរឹងមាំអញ្ចឹងនៅពេលដែលស្ថានភាពជំងឺរយៈពេល2ឆ្នាំហ្នឹងវាឈឺខ្លាំងវាពិបាកទ្រាំពិបាកអីធ្លាប់គិតថានឹងបោះបង់ឈប់ឲ្យខ្លួនឯងរឹងមាំអញ្ចឹងទៀតឬក៏មិន បើនិយាយពីពាក្យបោះបង់វាលោតនៅក្នុងខួរក្បាលរហូតដែលដោយសារយើងស្ថិតនៅក្នុងបញ្ហាដែលធ្ងន់ធ្ងរខ្លាំងមែនទែនជាការជិះចាប់ដែលយើងមិនដែលបានជួប20ឆ្នាំជាងនឹងអញ្ចឹងអានឹងខ្ញុំនិយាយបានថាកន្លែងនឹងជាចំណុចដែលធ្លាក់ចុះទាបបំផុតនៅក្នុងជីវិតខ្ញុំដែលជួបការជិះចាប់ខ្លាំងបំផុតដែលខ្ញុំមិនអាចបំភ្លេចបានប៉ុន្តែការជិះចាប់នឹងខ្ញុំបដូរទៅជាអីដែលអាចជាមេរៀនដើម្បីបន្តទៅមុខទៀតបាន ចុះម្ដាយរបស់វិរៈគាត់មានអារម្មណ៍មិនទៅបើសិនជាវិរៈអាចប្រាប់ថាអារម្មណ៍ពេលនោះគឺឈឺចាប់លើឈឺចាប់ចុះតម្រាំតែម្ដាយដែលគាត់ស្រឡាញ់កូននេះវិរៈអាចដឹងពីទំហំចិត្តគាត់ថាគាត់ជួបរឿងអីខ្លះគាត់ពិបាកអីខ្លះធ្លាប់បានទៅជែកជាមួយនឹងគាត់ទេឬក៏គាត់ធ្លាប់បានទៅជែកជាមួយវិរៈអត់ នៅពេលដែលខ្ញុំឈឺខ្លាំងហ្នឹងគឺអារម្មណ៍យើងអត់សូវនៅបរិស្ថានជុំវិញទេប៉ុន្តែខ្ញុំនៅតែចាំទឹកមុខគាត់នៅពេលដែលឃើញអាការៈយើងកាន់តែពិបាកគឺគាត់តែងតែក្រៀមក្រំប៉ុន្តែគាត់នៅតែជាមនុស្សដែលរួមដំណើរជាមួយយើងទៅគ្រប់ទីកន្លែងដែលយើងទៅ បើសួរអ្នកទាំងអស់គ្នាវិញថាប៉ះសិនបើអ្នកទាំងអស់គ្នាដឹងថាខ្លួនឯងកំពុងតែផ្ទុកជំងឺមហារីកតែអ្នកទាំងអស់គ្នានៅតែមានអារម្មណ៍ធ្វើការធម្មតាអត់អញ្ចឹងថ្ងៃនេះយើងកំពុងតែជែកទៅលើប្រធានបទមួយថាតើការលើកទឹកចិត្តខ្លួនឯងគឺជារឿងសំខាន់ដែរទេដែលវិរៈកំពុងតែអនុវត្តលើការលើកទឹកចិត្តខ្លួនឯងរយៈពេល2ឆ្នាំគឺការប្រឆាំងជាមួយនឹងជំងឺមហារីកនេះវិរៈប្រាប់បងថារាល់ថ្ងៃនេះគឺវិរៈអាចប្រសើរ 70% នៅក្នុងការប្រឈមជាមួយនឹងជំងឺនេះអាចដើរបានគ្រាន់តែមកចំហៀងខ្លួនហ្នឹងគឺយើងអត់អាចកម្រើកបានច្រើនឬក៏យ៉ាងម៉េចដែរ ដំបូងវារៀងពិបាកខ្លាំងប៉ុន្តែមកដល់ឥឡូវគឺក្រុមការព្យាបាលនឹងការធ្វើសកម្មភាពជាប្រចាំដោយមិននៅស្ងៀមបាក់ទឹកចិត្តខ្ញុំក៏បដូរទៅជាជីកង់មួយចំនួនទៅខាងក្រៅដើម្បីមើលស្រូបយកខ្យល់អាកាសហើយនឹងមើលមនុស្សផ្សេងហើយជាពិសេសនៅពេលដែលមានបញ្ហានឹងហើយខ្ញុំនៅតែចង់ចូលរួមសកម្មភាពអភិវឌ្ឍខ្លួននិងអភិវឌ្ឍសមត្ថភាពបន្ថែមទៀតដូចមានសិក្ខាសាលានៅចុងសប្តាហ៍គឺខ្ញុំចូលជាប្រចាំដើម្បីឲ្យយើងអាចថាធ្វើខ្លួនឲ្យរវល់កុំឲ្យយើងគិតច្រើនពេកបង រយៈពេល2ឆ្នាំនេះវិរៈចង់អរគុណដល់អ្នកណាច្រើនជាងគេដែលធ្វើឲ្យវិរៈអាចមានសុខភាពល្អប្រសើរធម្មតាអាចអង្គុយនិយាយមួយបងក្នុងពេលហ្នឹងបាន បាទរឿងដែលធំជាងគេគឺខ្ញុំចង់អរគុណដល់ម៉ាក់របស់ខ្ញុំដែលគាត់តែងតែនៅចិត្តខ្ញុំគ្រប់ទីកន្លែងក្រៅពីម៉ាក់ដែលជាចំណែកធំបំផុតគឺមានអ្នកអតីតនៅសាលាជាមួយគ្នាមិត្តភ័ក្តិបងប្អូនជាគ្រូបរិញ្ញារបស់ខ្ញុំពីមុនគាត់ក៏ជួយយើងនៅក្នុងការស្វែងរកថវិកាដើម្បីបន្តការព្យាបាលដូចគ្នា សំខាន់បន្ទាប់មួយទៀតគឺខ្លួនឯងថាខ្លួនឯងមានភាពរឹងមាំប៉ុណ្ណានៅក្នុងការជ្រងផ្លូវចិត្តខ្លួនឯងឲ្យកាន់តែមានភាពប្រសើរបើសិនបើវិរៈចេញទៅក្រៅឬក៏នៅក្នុងគ្រួសារពាក្យអីដែលវិរៈអត់ចង់ឮហើយវាបង្អាក់ទៅដល់ការតាំងចិត្តឬក៏ពង្រឹងផ្លូវចិត្តរបស់វិរៈ តាមពិតយើងបានពង្រឹងផ្លូវចិត្តបន្ទាប់ពីយើងព្យាបាលហើយប៉ុន្តែវានៅតែជារបួសអាចថាតិចឬច្រើននៅក្នុងចិត្តរបស់យើងអត់ចង់ឲ្យភ្នែកមើលមកយើងជាមនុស្សដែលប្លែកពីគេហើយនឹង
សួរនាំពីបញ្ហាច្រើនពេកដែលយើងអត់គិតថាវាមានផលប្រយោជន៍អីសម្រាប់ផ្លូវចិត្តយើងបច្ចុប្បន្នបង ជាពិសេសគឺសួរតាក់ទងនឹងស្ថានភាពជំងឺតែម្ដង យល់អារម្មណ៍នៅពេលដែលគាត់ចង់ដឹងសុខទុក្ខរបស់យើងអញ្ចឹងនៅពេលដែលយើងប្រាប់ថាយើងមានបញ្ហាត្រង់នេះត្រង់នោះគាត់នៅតែសួរបន្តទៀតអញ្ចឹងយើងចង់ប្រាប់ថាយើងមានបញ្ហាត្រង់នេះត្រង់នោះប៉ុណ្្នឹងឯង ការចែករំលែកអារម្មណ៍ថាយើងកំពុងតែគិតពីអីយើងពិបាកមិនខ្លះសំខាន់អត់ទេសម្រាប់វិរៈឥឡូវហ្នឹង ខ្ញុំបត់ពិសោធន៍ខ្លួនផ្ទាល់គឺយើងរឹងមាំនៅខ្លួនឯងយ៉ាងណាក៏ដោយយើងនៅតែត្រូវការគឺគ្រាន់តែអ្នកដែលស្ដាប់អីដែលយើងកំពុងតែជួបអីដែលយើងកំពុងតែមាននឹងអញ្ចឹងវាមិនបានជាការជួយអីច្រើនប៉ុន្តែវាជាអីដែលយើងបញ្ចេញកុំឲ្យវានៅស្តុកមួយកន្លែងដែលអាចធ្វើឲ្យវាមានប៉ះពាល់អីនៅខាងក្នុងផ្សេងទៀតបង ចុះសប្តាហ៍ថ្ងៃនេះវិរៈមានអ្នកណាដែលអាចចែករំលែកនៅអារម្មណ៍ទាំងអស់ហ្នឹងបានទេដែលអាចនិយាយដោយផ្ទាល់ហ្មងថាថ្ងៃនេះខ្ញុំសប្បាយចិត្តថ្ងៃនេះខ្ញុំអត់សប្បាយចិត្តខ្ញុំចង់ធ្វើនេះខ្ញុំចង់ធ្វើនោះមានអត់ទេ ពីមុនខ្ញុំជាមនុស្សដែលអត់ទៅចែករំលែកព័ត៌មានរសើបទៅកាន់អ្នកជុំវិញខ្លួនប៉ុន្តែបន្ទាប់ពីបានឆ្លងកាត់ការពិបាកនិងការឈឺចាប់ជាច្រើនក៏ខ្ញុំគិតថាការឈឺចាប់និងបទពិសោធន៍ដែលយើងឆ្លងកាត់ក៏វាអាចជាអីមួយដែលមិនត្រឹមលើកទឹកចិត្តដល់ខ្លួនឯងទេប៉ុន្តែអាចជាផ្នែកមួយនៅក្នុងការលើកទឹកចិត្តដល់អ្នកជុំវិញខ្លួនដែលគាត់បានដឹងពីរឿងយើងដូចគ្នាហើយទន្ទឹមនឹងនោះមានមនុស្សជាច្រើនដែលបានជួបខ្ញុំហើយគាត់បាននិយាយមកខ្ញុំថាបងពិតជាសរសើរអូនឯងមែនទែនដែលជួបស្ថានភាពលំបាកអញ្ចឹងហើយអូនអាចឆ្លងកាត់បានពាក្យដែលខ្ញុំចង់ចាំមិនភ្លេចគឺពួកគាត់ថាខ្ញុំជាបុគ្គលគំរូដែលពេលដែលគាត់អត់សុបាយចិត្តនៅពេលគាត់ចង់បោះបង់អីមួយគឺគាត់នឹកដល់រឿងយើងគឺគាត់មានកម្លាំងខំប្រឹងបន្តទៀត មិនថារឿងនេះកើតឡើងចំពោះអ្នកណាក៏ប្រហែលជាពិបាកនៅក្នុងការទទួលយកហើយរយៈពេល2ឆ្នាំខ្ញុំគិតថាបើទោះបីចង់ព្យាយាមព្យាបាលផ្លូវចិត្តខ្លួនឯងឲ្យប្រសើរឲ្យមានភាពរឹងមាំក៏ជារឿងពិបាកដែរប៉ុន្តែវាអាចធ្វើបានរហូតមកដល់ពេលនេះហើយចំពោះបងផ្ទាល់អរគុណសម្រាប់ការចែករំលែកក្នុងថ្ងៃហ្នឹងហើយគឺជាកម្លាំងចិត្តមួយសម្រាប់ឲ្យប្រិមត្តរបស់យើងផ្សេងទៀតដែលគាត់មើលគាត់គិតថាគាត់ជួបរឿងប៉ុណ្ណឹងប៉ុន្តែវាអាចជួបរឿងច្រើនជាងគាត់ដំបូងឡើយយើងគិតថាយើងនឹងបាត់បង់ឱកាសច្រើនដោយសារតែរឿងហ្នឹងទាំងការសិក្សារបស់យើងត្រូវបានបញ្ចប់កណ្ដាលទីខ្ញុំអាចនិយាយបានថាវាគឺជាបទពិសោធន៍ជីវិតមួយដែលមានតម្លៃបំផុតនៅក្នុងជីវិតខ្ញុំដូចគ្នាហេតុអីដោយសារនៅពេលដែលខ្ញុំមានបញ្ហាហ្នឹងគឺខ្ញុំគិតថាជីវិតខ្ញុំដល់ចំណុច0បាត់ហើយប៉ុន្តែឆ្លងកាត់ការតស៊ូដោយខ្លួនឯងពង្រឹងផ្លូវចិត្តឲ្យរឹងមាំក៏យើងមានស្ថានភាពប្រសើរឡើងដូចឃើញនៅពេលបច្ចុប្បន្នហ្នឹងមកដល់បច្ចុប្បន្នខ្ញុំក៏ជាអ្នកដែលមិនបានរៀននៅក្នុងសាលាច្រើនប៉ុន្តែខ្ញុំរៀននៅក្នុងជីវិតច្រើនហើយស្វែងយល់ភាគច្រើននៃខ្លួនឯង វិរៈគិតថាឱកាសនៃការទទួលឬក៏រៀនរឿងទាំងអស់ហ្នឹងគឺកាន់តែល្អកាន់តែល្អជា benefit សម្រាប់ខ្លួនឯងណាជាអត្ថប្រយោជន៍សម្រាប់ខ្លួនឯងយើងទៅជែកចំណុចបន្តទៀតថាតើអ្វីជាគោលដៅសំខាន់ឬក៏គោលចម្បងដែលធ្វើឲ្យវិរៈអាចឲ្យខ្លួនឯងគិតវិជ្ជមានបានរហូតមកដល់ថ្ងៃនេះវិរៈអាចប្រាប់បានទេថាដោយសារតែសភៅដោយសារតែការអានដោយសារតែការតែងនិពន្ធទេអាចជាចំណុចដំបូងដែលជួយឲ្យវិរៈគិតវិជ្ជមានបានហើយជួយលើកទឹកចិត្តខ្លួនឯងបានរហូតដល់រាល់ថ្ងៃជាក់ស្ដែងបើនិយាយពីដើមឡើយទៅខ្ញុំជាក្មេងដែលកើតឡើងនៅគ្រួសារដែលមានអ្នកមើលថែតែម្ខាងអញ្ចឹងពីដើមមកខ្ញុំមានអាផ្លូវចិត្តមួយដែលរឹងមាំស្រាប់ហើយនៅពេលដែលជួបការលំបាកគឺយើងតែងតែមានអាកូនចិត្តពុះពៀចំណុចដែលរឿងដែលពិបាកនឹងអញ្ចឹងខ្ញុំគិតថាភាពលំបាកហើយយើងឆ្លងកាត់បានហ្នឹងវានឹងជាទុនមួយដែលសម្រាប់យកទៅវិនិយោគឬក៏យកទៅប្រើប្រាស់នៅក្នុងពេលអនាគតដែលពេលមួយដែលយើងគិតថាជីវិតយើងលំបាកខ្លាំងមែនទែនគឺយើងអាចមានអីដែលជាកម្លាំងចេញពីអីដែលយើងបានឆ្លងកាត់នឹងបងអញ្ចឹងវាអាចជួយប្រាប់កន្លឹះខ្លីៗមួយទេថាតើមានកន្លឹះអីខ្លះដែលធ្វើឲ្យយើងអាចមានគ្រឹះដំបូងនៅក្នុងការឲ្យទៅខ្លួនឯងគិតវិជ្ជមានបានដែលជាគោលដៅជីវិតផ្ទាល់ខ្លួនរបស់វិរៈបាទចំពោះកន្លែងហ្នឹងខ្ញុំប្រកាន់ភ្ជាប់ថាទោះជាមានរឿងអីក៏ដោយដល់ចំណុចណាក៏ដោយក៏យើងកុំបោះបង់ខ្លួនឯងកុំបោះបង់ខ្លួនឯងគឺកុំបោះបង់ក្តីសង្ឃឹមអ្នកណាក៏ជួបការលំបាកដែរប៉ុន្តែវាមានការលំបាកផ្សេងគ្នាការលំបាកគឺជាយានមួយដែលអាចនាំយើងទៅកាន់ភាពប្រសើរឡើងនៅថ្ងៃអនាគតហើយវានឹងធ្វើឲ្យយើងមានភាពធន់ជាងមនុស្សធម្មតាយើងមិនងាយនឹងបោះបង់ទាំងខ្លួនឯងទាំងនៅក្នុងការសិក្សាទាំងនៅក្នុងការងារនិយាយទៅគឺអាចអនុវត្តនៅក្នុងជីវិតយើងបានគ្រប់កលៈទេសៈអញ្ចឹងមានន័យថាគោលការណ៍គ្រឹះមួយចម្បងរបស់វិរៈគឺកុំបោះបង់ចោលខ្លួនឯងបើទោះបីជាមានរឿងអីក៏ដោយអ្នកទាំងអស់គ្នាប្រហែលជាបានដឹងឬក៏ជួបនៅព័ត៌មានជាច្រើនដែលពេលខ្លះមនុស្សព្យាយាមធ្វើអត្តឃាតសម្រាប់ខ្លួនឯងឬក៏គិតខ្លីធ្វើបាបខ្លួនឯងជារឿងដែល
បោះបង់ខ្លួនឯងដែលមិនគិតពីខ្លួនឯងជាពិសេសគឺសុវត្ថិភាពផ្ទាល់ខ្លួនរហូតដល់អាយុជីវិតប៉ុន្តែថ្ងៃនេះវិធីសាស្ត្រមួយដែលវាអាចបញ្ជាក់ជូនដល់អ្នកទាំងអស់គ្នាគឺកុំបោះបង់ចោលខ្លួនឯងបើទោះជាមានរឿងអីក៏ដោយហើយដូចជាវីរៈជាក់ស្ដែងអញ្ចឹងគឺគាត់រស់នៅជាមួយនឹងជំងឺមហារីកប៉ុន្តែនៅតែមានគោលជំហរនិងក្តីសង្ឃឹមឲ្យខ្លួនឯងឲ្យមិនត្រឹមតែប៉ុណ្្នឹងទេទោះបីជាពេលវេលានៃជីវិតនេះមានកម្រិតប៉ុណ្ណាយូរប៉ុណ្ណាឆាប់ប៉ុណ្ណាអត់ខ្វល់សំខាន់គឺនៅតែព្យាយាមស្វែងរកគោលដៅសម្រាប់ខ្លួនឯងឲ្យធ្វើខ្លួនឯងជាមនុស្សដែលរវល់ជាមនុស្សដែលខ្លួនឯងរៀននៅចំណុចអីថ្មីជារៀងរាល់ថ្ងៃរហូតមកដល់ពេលនេះវាអាចជួយប្រាប់បងបានថាធ្លាប់បានទៅជែករឿងនេះឬក៏ផ្ដល់ជាការលើកទឹកចិត្តទៅដល់ក្រុមយុវជនណាផ្សេងទៀតពីការលើកទឹកចិត្តខ្លួនឯងនេះទេកន្លងមកកន្លងពេល2ឆ្នាំហ្នឹងខ្ញុំនិយាយបានថាគេហៅខ្ញុំជាអ្នកប្រឹក្សាឬក៏ជាមានម្នាក់ដែលហៅខ្ញុំជាគ្រូនៅពេលដែលគាត់ជួបបញ្ហាអីមួយទាំងក្នុងជីវិតទាំងការរៀនអាចឈានទៅដល់រឿងទំនាក់ទំនងទៀតខ្ញុំបានសួរគាត់ថាមិនក៏នឹកឃើញខ្ញុំមុនគេនៅពេលដែលគាត់ជួបបញ្ហាអញ្ចឹងគាត់បាននិយាយថានៅពេលដែលបាននិយាយជាមួយខ្ញុំគាត់បានប្រសើរឡើងនៅបញ្ហារបស់គាត់ដោយគាត់និយាយជាមួយខ្ញុំដោយបើកចំហហើយខ្ញុំជាអ្នកដែលរក្សាព័ត៌មានត្រឹមតែខ្ញុំប៉ុណ្ណឹងហើយខ្ញុំចាំបានពេលមួយដែលគាត់មានបញ្ហាច្រើនទាំងគ្រួសារទាំងការងារហើយនឹងការរៀនសូត្រហើយពេលហ្នឹងគាត់ប្រាប់ខ្ញុំថាគាត់មានអារម្មណ៍depression ខ្លាំងកម្រិតខ្លាំងថ្ងៃហ្នឹងក៏គាត់តាក់ទងមកខ្ញុំដើម្បីសុំជួបដើម្បីប្រឹក្សាយោបល់ដល់ពេលបន្តមកទៀតក៏យើងនិយាយគ្នាថ្ងៃហ្នឹងរហូតដល់5ម៉ោងបើឆាជាលុយបានច្រើនណាវាបានន័យថាជាអ្នកប្រឹក្សាផ្លូវចិត្តបើសិនជាគិតពីរឿងលុយវិញ1ម៉ោងឆាតែ$5ក៏បានបាទបងនិយាយលេងសើចប៉ុន្តែនេះយើងយកបទពិសោធន៍ផ្ទាល់ខ្លួនដើម្បីចែករំលែកវាជារឿងល្អមួយដែលយើងអាចបង្ហាញពីគំនិតវិជ្ជមានរបស់យើងហើយគាត់ក៏កែប្រែតាមអីជាការលើកចិត្តរបស់យើងគឺជារឿងដែលល្អអាចជួយគ្នាទៅវិញទៅមកប៉ុន្តែគាត់ថាបើឆាលុយបានល្អដែរណាហើយក្រោយមកគាត់ទទួលបានអារម្មណ៍មិនដែរគាត់បាននិយាយពាក្យមួយម៉ាត់ដែលខ្ញុំគួរឲ្យសំណើដែរគាត់ថាខួរក្បាលរបស់គាត់មានពន្លឺជាងមុននៅពេលដែលបន្ទាប់ពីបានប្រឹក្សាគ្នាមកចាំមិនថាថ្ងៃក្រោយយើងធ្វើអញ្ចឹងវិញយើងបង្កើតជា poster មួយហើយយើងដាក់ថាទទួលសិក្សាផ្លូវចិត្តហើយអាចឲ្យតេស្តតេស្ត1ម៉ោងដំបូងអត់យកលុយហើយដល់ពេលក្រោយមកយើងចាប់ផ្ដើមឆាយលុយ1ម៉ោងតែ$5 $10ក៏បានណាព្រោះអីมันងាយណារយៈពេល5ម៉ោងដែលយើងផ្លាស់ប្ដូរការគិតឬក៏ឲ្យទឹកចិត្តដល់មនុស្សណាម្នាក់ជារឿងល្អបងនិយាយមែនណាបាទបងនិយាយលេងតែលាយមែនបើសិនជាធ្វើការ consult ដែលយកលុយបានក៏ល្អដែរគាត់ហៅខ្ញុំជាគ្រូប៉ុន្តែខ្ញុំអារម្មណ៍អត់នឹកស្មានដល់តែគាត់អាចហៅអញ្ចឹងទេបងដោយសារយើងគ្រាន់តែជាការចែករំលែកបែបអ្នកស្គាល់គ្នាធម្មតាអញ្ចឹងក៏នៅពេលដែលគាត់និយាយថាខ្ញុំជាគ្រូអញ្ចឹងខ្ញុំក៏គិតដូចបងនិយាយមិញហ្នឹងថាចុះបើប៉ុណ្្នឹងខ្ញុំបងអាចឆាយលុយបានអត់បងអាចធ្វើជាអ្នកប្រឹក្សាឆាយលុយបានអត់យ៉ាហើយគាត់ក៏ agree ជាមួយអីដែលយើងនិយាយហ្នឹងគាត់ថាវាមានលទ្ធភាពច្រើនមែនទែនហើយដល់ពេលហ្នឹងវាកំណត់ហ្នឹងក៏នៅក្នុងការគិតខ្ញុំដូចគ្នាហើយអនាគតទៅក៏យើងមិនអាចមើលឃើញឬក៏អនាគតទៅអាចខ្លាចជាអ្នកប្រឹក្សាដែលឆាយលុយបានមែនអញ្ចឹងណាបាទបងអរគុណវីរៈបានចែករំលែកហើយកន្លែងនេះស្ដាប់ទៅមានអារម្មណ៍ថាទៅចែកហើយមានអារម្មណ៍ថាសប្បាយដោយសារតែវីរៈអាចធ្វើរឿងល្អច្រើនជាពិសេសគឺលើកទឹកចិត្តរបស់មនុស្សម្នាក់ដើម្បីមានការផ្លាស់ប្ដូរក្នុងការគិតខ្ញុំគិតថាมันងាយប៉ុន្តែបើទោះបីចាយពេលយូរបន្តិច5ម៉ោងតែយើងអាចធ្វើបានក៏ជារឿងដែលមោទនភាពមួយដែរតាក់ទងការចែករំលែកលើកទឹកចិត្តនឹងបន្តទៀតបានន័យថាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ដែលយើងស្គាល់យើងអាចនិយាយជាមួយគាត់ជួយគាត់បានវាជារឿងល្អចុះការចែករំលែកជាសាធារណៈណាមួយដែលយើងអាចជួបក្មេងច្រើនចែករំលែកពីរឿងទាំងអស់ហ្នឹងធ្លាប់មានពីមុនមកទេដែលមានស្ថាប័នណាគេអញ្ជើញគេអីឬក៏មិនអីមិនថ្មីនេះខ្ញុំបានអញ្ជើញដោយមិត្តរួមចំនួនដែលគាត់បានធ្វើការនៅក្នុងអង្គការមួយដែរហើយគាត់បានអញ្ជើញដើម្បីទៅចែករំលែកទៅកាន់សិស្សវិទ្យាល័យដែលនៅក្នុងតំបន់ដែលពិបាកអាចថាដាច់ស្រយាលហើយមានអត្រាអ្នកបោះបង់ការសិក្សាច្រើនហើយជាអ្នកដែលទទួលបានការអប់រំកម្រិតមធ្យមឬក៏កម្រិតទាបអញ្ចឹងយើងបានទៅចែករំលែកថា
បន្ទាប់ពីការសិក្សាហ្នឹងនឹងមានបញ្ហាជីវិតអីដែលនៅចាំយើងបន្តទៀតហើយយើងគួរតែត្រៀមចិត្តបែបម៉េចដើម្បីដោះស្រាយបញ្ហាហ្នឹង វិរៈបានតែចែករំលែកបទពិសោធន៍រឿងរ៉ាវជាច្រើនដែលវិរៈបានជួបដើម្បីឲ្យគាត់ពង្រឹងខ្លួនឯងថាបើទោះបីជាគាត់ថ្ងៃក្រោយចប់ថ្នាក់វិទ្យាល័យហ្នឹងទៅគាត់ជួបរឿងអីខ្លះអញ្ចឹងត្រូវតែធ្វើឲ្យខ្លួនឯងហ្នឹងមានភាពរឹងមាំត្រៀមទទួលយកបញ្ហាព្រោះអីជីវិតមនុស្សម្នាក់ៗដែលណាក៏មានបញ្ហាដែរថ្ងៃហ្នឹងយើងអាចថាជាមនុស្សដែលស្រស់ស្រាយបំផុតធម្មតានៅថ្នាក់វិទ្យាល័យអត់ខ្វល់ច្រើនទេទៅតែសាលាមកផ្ទះមានបាយញ៉ាំក៏ញ៉ាំទៅប៉ុន្តែថ្ងៃក្រោយទៅយើងត្រូវរ៉ាប់រងជីវិតខ្លួនឯងអាចខ្លាយជាឪពុកគេអាចខ្លាយជាម្ដាយគេទំនួលខុសត្រូវក៏កាន់តែច្រើនអញ្ចឹងរឿងដែលគាត់ជួបនោះគឺវាមានច្រើនអញ្ចឹងត្រូវតែរៀនឲ្យហើយវិរៈបានទៅប្រាប់គាត់ថាជីវិតមានរឿងច្រើនជាងហ្នឹងដោយវិរៈសពថ្ងៃអញ្ចឹងបានជួបរឿងដែលច្រើនឬក៏ពេលខ្លះមនុស្សដូចគ្នាអាយុសម្បាគ្នាមិនប្រកាសថាបានជួបតែវិរៈបានជួបហើយអូខេដើម្បីឲ្យផ្លូវចិត្តរបស់យើងកាន់តែប្រសើរវិធីសាស្ត្រណាមួយផ្សេងទៀតទេការសមាធិឬក៏អីទេអាចជួយយើងបានទេក្រៅពីការអានការគិតវិជ្ជមានទាំងអស់ហ្នឹងចំណុចដែលយើងគួរតែរៀនឬក៏យកមកដាក់ខ្លួនគឺនៅជាមួយមនុស្សដែលគិតវិជ្ជមានឲ្យបានច្រើនហើយគាត់យើងនឹងទទួលបានថាមពលវិជ្ជមាននឹងពីគាត់ពីមនុស្សជុំវិញខ្លួននឹងច្រើនហើយជីវិតយើងគឺដូចជាជំរើសអញ្ចឹងតែយើងជ្រើសរើសទៅបែបណាបើយើងជ្រើសបែបណាជីវិតយើងនឹងតម្រង់ទៅបែបហ្នឹងយើងទៅចែកគ្នាច្រើនតាក់ទងទៅនឹងការជំរុញលើកទឹកចិត្តខ្លួនឯងការធ្វើឲ្យខ្លួនឯងមានភាពវិជ្ជមានច្រើនដើម្បីយកឈ្នះលើគ្រប់រឿងទាំងអស់ដែលធ្វើឲ្យជីវិតរបស់យើងមានការផ្លាស់ប្ដូរទោះបីជាអាក្រក់យ៉ាងណាក៏ដោយយើងទៅទាញខ្លួនឯងមកវិញបានអញ្ចឹងណាមួយទៀតនៅពេលដែលគេស្ដាប់ករណីរបស់វិរៈប្រហែលជាគេគិតថាវិរៈអាចប្រឈមជាមួយនឹងបញ្ហាជំងឺនេះបានរហូតដល់រយៈពេល2ឆ្នាំប្រហែលជាដោយសារតែការសំណាងវាមិនមែនដោយសារតែការរឹងមាំផ្នែកផ្លូវចិត្តរបស់វិរៈខ្លួនឯងទេវិរៈគិតមិនដែរថងចំណុចហ្នឹងនឹងមិនមែនជាសំណាងទេគឺយើងជាអ្នកជ្រើសរើសដោយខ្លួនឯងបើយើងជ្រើសរើសផ្ដាច់ខ្លួនចេញពីសង្គមខាងក្រៅយើងនឹងនៅតាមមួយកន្លែងហើយយើងនឹងមិនមានអីហើយយើងនឹងមិនបានចូលរួមសកម្មភាពដូចថ្ងៃនេះដែលបានចែករំលែកដែលបានចូលរួមនៅក្នុងកម្មវិធីបែបនេះទេហើយបន្ទាប់ទៀតផ្លូវចិត្តនឹងវាជាអីដែលរួមចំណែកបើសិនជាយើងផ្លូវចិត្តយើងអត់រឹងមាំយើងនឹងបើសិនជាជួបបញ្ហាជំងឺបែបហ្នឹងយើងនឹងព្យាយាមផ្ដាច់ខ្លួនឯងចេញពីសង្គមមនុស្សហើយព្យាយាមនៅស្ងាត់ប៉ុន្តែផ្ទុយទៅវិញបើសិនជាយើងរើសយើងចូលរួមធម្មតាជាមួយអ្នកផ្សេងហើយយើងនៅតែព្យាយាមធ្វើឲ្យខ្លួនឯងប្រសើរឡើងទាំងក្នុងកំឡុងពេលដែលយើងកំពុងមានបញ្ហាហ្នឹងដល់ពេលយើងឈឺអញ្ចឹងគឺយើងបាត់បង់ពេលវេលាជាច្រើនហើយនឹងធនធានជាច្រើនរួចហើយធ្វើសកម្មភាពបានកាន់តែលឿនពេលណាគឺកាន់តែល្អបាទអញ្ចឹងមានន័យថាបើទោះបីរយៈពេល2ឆ្នាំនេះក៏ដោយវិរៈនៅតែរស់នៅជាមួយនឹងជំងឺមហារីកប៉ុន្តែបើសិនជាផ្លូវចិត្តវិរៈអត់រឹងមាំទេប្រហែលជាពេលនេះវិរៈមិនមានការងារធ្វើមិនទទួលក្នុងការណាត់ជួបទៅជែកជាមួយពួកយើងនៅក្នុងថ្ងៃហ្នឹងដូចគ្នាដោយសារផ្លូវចិត្តមិនរឹងមាំបាត់ទៅហើយប៉ុន្តែដោយសារផ្លូវចិត្តរឹងមាំវិរៈមានការងារធ្វើរាល់ថ្ងៃមានឱកាសមកនិយាយចំពោះមុខអ្នកទាំងអស់គ្នាដើម្បីបង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួនហើយជាពិសេសការបដិបដាពង្រឹងសមត្ថភាពមួយចំនួនសៅរ៍អាទិត្យអីក៏វិរៈនៅតែព្យាយាមចូលរួមដែរអ្នកដែលស្គាល់គឺដឹងថាខ្ញុំសកម្មនៅក្នុងការចូលរួមសកម្មភាពសិក្ខាសាលាអភិវឌ្ឍខ្លួនផ្សេងហើយទាំងសិក្ខាសាលាដែលតាក់ទងនឹងចំណូលចិត្តរបស់យើងគឺយើងតែងតែចូលរួមបាទអរគុណច្រើនយើងទៅចែកច្រើនហើយតាក់ទងទៅនឹងការលើកទឹកចិត្តខ្លួនឯងដែលមានភ្ញៀវកិត្តិយសរបស់យើងគឺវិរៈចូលរួមហើយអ្នកទាំងអស់គ្នាក៏បានដឹងពីបទពិសោធន៍វិរៈច្រើនមកហើយដែរសង្ឃឹមថាការទៅចែករបស់យើងនៅក្នុងថ្ងៃនេះគឺជាកន្លឹះមួយនៅក្នុងការដែលអ្នកទាំងអស់គ្នាបានរៀននៅចំណុចអីដែលថ្មីហើយត្រូវចាំថាការលើកទឹកចិត្តខ្លួនឯងគឺជារឿងមួយដែលសំខាន់និងមិនបោះបង់ចោលខ្លួនឯងអរគុណច្រើនសម្រាប់ការចូលរួមរបស់វិរៈនៅក្នុងថ្ងៃនេះមានអីចង់និយាយទៅកាន់ប្រិមិត្តរបស់យើងទេទោះជាមានរឿងអីក៏ដោយមានតែយើងទេដែលដឹងពីខ្លួនឯងហើយមានតែយើងទេដែលសម្រេចចិត្តថាយើងទៅផ្លូវបែបណាយើងគួរបោះបង់ខ្លួនឯងឬក៏យើងចង់ឲ្យខ្លួនឯងប្រសើរឡើងដល់កន្លែងណាដែលយើងចង់បានអញ្ចឹងទោះជាមានរឿងអីក៏ដោយក៏យើងត្រូវតស៊ូទៅមុខនៅពេលនេះកម្មវិធី K9 Podcast របស់យើងបានដល់ទីបញ្ចប់ខ្ញុំបាទសុភាខ្ញុំបាទវិរៈបាទសូមអរគុណសូមជម្រាបលា Goodbye